ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះគឺខ្ញុំចង់និយាយទៅទៅនឹងរឿងតិចតួចមួយតែបើទៅខ្ញុំមិនចង់និយាយក៏ប៉ុន្តែគឺខ្ញុំនិយាយឲ្យអស់ចិត្តរបស់ខ្ញុំដោយសារតែខ្ញុំជាមនុស្សម្នាក់ខ្ញុំនិយាយថាអាចពីនិយាយពីស្ដានចិត្តគឺខ្ញុំចិត្តល្អខ្ញុំឆាប់អាណិតគេតាំងពីក្មេងមកគឺខ្ញុំជាមនុស្សម្នាក់ដែរតែងតែជួយចាចាមិនថាមនុស្សចាស់មនុស្សក្មេងទេហើយអ្នកបបាក់ជាងខ្ញុំអីគឺខ្ញុំតែងតែមើលទៅឃើញគួរប៉ុន្តែខ្ញុំជួយតាមសមត្ថភាពរបស់ខ្លួនឯងដែរមិនចេះតែជួយទេហើយពេលដែលខ្ញុំជួយគឺជាទឹកចិត្តមិនមែនជួយជារបស់អីផ្សេងទេពួកឯងខ្ញុំមិនមែនជាអ្នកមានទេហើយមួយវិញទៀតខ្ញុំនៅពីក្មេងគឺខ្ញុំឧស្សាហ៍មែនតើខ្ញុំជាក្មេងម្នាក់ដែលឧស្សាហ៍ជួយកិច្ចការងារពុកម្ដាយរបស់ខ្ញុំគឺជាកសិករឲ្យតែពេលព្រឹកឡើងគឺនៅផ្ទះរបស់យើងគឺមានចិញ្ចឹមសត្វគោហើយពេលព្រឹកឡើងអញ្ចឹងគឺខ្ញុំតែងតែទៅបញ្ចេញគោបាទខ្ទង់ម៉ោង5កន្លះម៉ោង5អត់ដល់ម៉ោង5បងប្អូនទាំងគ្នាតែជាម៉ោង5កន្លះទៅម៉ោង6ខ្ញុំទៅចេញគោអញ្ចឹងទៅពេលខ្លះធ្វើដឹកគោនឹងទៅងូតទឹកនៅមាត់កំពង់ឬក៏ទន្លេបងប្អូនពេលចឹងគេហៅមាត់កំពង់ប៉ុន្តែខ្ញុំគេហៅទន្លេនៅក្នុងទន្លេហ្នឹងហើយបន្ទាប់មកគឺដឹកវាឡើងមកវិញសម្រាប់សិនទៅបើសិនបើជាថ្ងៃឈប់សម្រាប់គឺខ្ញុំតែងតែទៅខ្វៀលគោហើយក៏ប៉ុន្តែបើសិនបើជាថ្ងៃធម្មតាគឺខ្ញុំទៅសាលារៀនបន្ទាប់ពីខ្ញុំចេញពីសាលារៀនវិញហើយគឺខ្ញុំផ្លាស់អីចឹងគឺរៀបចំខ្លួនទៅខ្វៀលគោទៀតឯងបងប្អូនបន្ទាប់ពីខ្វៀលគោបើសិនបើមានពេលតនេផ្សេងគឺខ្ញុំតែងតែជួយពុកម្ដាយរបស់ខ្ញុំធ្វើចំការដោយសារតែពុកម្ដាយរបស់ខ្ញុំគឺគាត់ធ្វើជាមួយនឹងដាំពោតចការពោតបងប្អូនទាំងគ្នាកាលជំនាន់ហ្នឹងគឺអត់មានសម្ភារៈគ្រប់គ្រាន់ទេគឺយើងដាំពោតដោយដៃយើងបុកដៅបងប្អូនទាំងគ្នាបុកដៅពោតអញ្ចឹងបន្ទាប់មកយើងដាក់គ្រាប់ពោតយើងមានជាមួយនឹងគេហៅថាកំទេចអាចដីដែលល្អដើម្បីលុបដៅពោតហ្នឹងបន្ទាប់មកគឺយើងប្រើជាមួយនឹងចបយើងអាចឲ្យជាចបនឹងហើយយើងបោះគ្រាប់ពោតទៅយើងអត់ប្រើដីអាចដីយកទៅលុបពោតនឹងទៀតយើងអាចជ្រុំដីហ្នឹងទៅលុបគ្រាប់ពោតនឹងបានហើយពេលដែលយើងប្រមូលផលគឺយើងកាច់ពោតដោយដៃដូចខ្ញុំនិយាយចឹងគឺជំនាន់ហ្នឹងគឺអត់ទាន់មានម៉ាស៊ីនកាច់ពោតទេមានដែរប៉ុន្តែមាននៅខាងលើខាងស្រុកខ្ញុំគឺអត់ទាន់មានទេកាលហ្នឹងកាលខ្ញុំនៅក្មេងណាហើយគឺយើងបកពោតដោយដៃដូចគ្នាកាលហ្នឹងពេលខ្លះតនេពីធ្វើការងារខ្លួនឯងបងប្អូនទាំងគ្នាគឺស៊ីឈ្នួលទៅបកពោតគេវល់កាចេគេវល់ម៉ាល់អីហ្នឹងដូចជាមានចាប់ពី500ហ្នឹងឯងបងប្អូនទាំងគ្នា500ឡើង1000អញ្ចឹងទៅគេពេលខ្លះបាន300 400 500 250ក៏មានដែរកាលជំនាន់ហ្នឹងណាហើយមួយថ្ងៃបកបានច្រើនដែរបើសិនបើយើងគិតពីថ្ងៃសៅរ៍ថ្ងៃអាទិត្យដែលយើងអត់រៀនណាហើយជាធម្មតាគឺយើងចេញពីរៀនហើយបើយើងធ្វើកិច្ចការងារទាំងអស់ហ្នឹងគឺអត់ដែលចោលការសិក្សាទេហើយមួយវិញទៀតដោយសារតែខាងស្រុកខ្ញុំគឺជាស្រុកមួយដែលលិចទឹកគឺជាស្រុកទន្លេរាល់ពេលដែលទឹកលិចជន់វាលពោតអស់គឺយើងទៅខ្វៀលគោហើយការជំនាន់ហ្នឹងគឺអត់សូវមានស្អីទៅខ្វៀលទេពីច្រើនគឺខ្ញុំហើយមិត្តភ័ក្ដិខ្ញុំដែលនៅភូមិជាមួយគ្នាមានប្រហែលអ្នកដែរពីច្រើនគឺគេអត់ធ្វើទេប៉ុន្តែខ្ញុំចូលចិត្តដូចខ្ញុំប្រាប់ចឹងគឺខ្ញុំជាមនុស្សម្នាក់ដែរឧស្សាហ៍ខ្ញុំចូលចិត្តជួយពុកម្ដាយរបស់ខ្ញុំមកពេលដែលឃើញពួកគាត់ហត់គឺខ្ញុំទៅជួយពួកគាត់ទាំងការដាំដំណាំអីផ្សេងគឺខ្ញុំទៅជួយពួកគាត់ហើយខ្ញុំចូលចិត្តដាំដំណាំមកបងប្អូនទាំងគ្នាឲ្យតែតនេពេលដែលរដូវស្លឹកឈើសុំទោសបងប្អូនទាំងគ្នាកន្លែងហ្នឹងពេលដែលរដូវស្លឹកទឹកស្រកហ្នឹងគឺដីយើងចាប់ផ្ដើមមានជីវជាតិល្អណាតាមទំនប់តាំងពីអីហ្នឹងគឺយើងអាចដាំជាមួយនឹងដូចជាតឡាយដូចជាល្ពៅអីផ្សេងបានយើងអាចដាំត្រប់ដូចជាននោមដូចជាឃ្លោកអីហ្នឹងគឺដាំបានចឹងទៅហើយមើលវិញទៅបងប្អូនទាំងគ្នានៅពេលដែលខែទឹកលិចដោយសារតែឪពុកម្ដាយរបស់ខ្ញុំគឺគាត់អត់នៅផ្ទះទេគាត់នៅចការគាត់ដីរបស់គាត់នៅឆ្ងាយពីផ្ទះអញ្ចឹងទៅពេលដែលខ្ញុំវ៉ាកងឬក៏យើងហៅថាវិស្មការវ៉ាកងបងប្អូនទាំងគ្នារយៈពេលដូចជា3ខែជាងអញ្ចឹងទៅខ្ញុំទៅនៅជាមួយគាត់ពេលខ្លះខ្ញុំឡើងមកផ្ទះវិញពួកគាត់ជូនខ្ញុំមកផ្ទះវិញអញ្ចឹងណាជាកណូតកាលហ្នឹងជាកណូតជិះទូកចាខ្ញុំបើកកណូតឡើងមកផ្ទះវិញហើយពេលខ្លះទៅខ្ញុំទៅគេងនឹងរយៈពេលមួយសប្តាហ៍អីចឹងទៅ2សប្តាហ៍ឬក៏មួយខែអីចឹងទៅពេលដែលខ្ញុំនៅនឹងគឺខ្ញុំទទួលបានអារម្មណ៍ថារីករាយមែនទែនដោយសារតែខ្ញុំអមទូកពេលតនេគឺខ្ញុំអមទូកនិយាយទៅកាលហ្នឹងទឹកលិចហើយគឺតនេអត់មានធ្វើចការអត់មានអីទេខ្ញុំអមទូកអមអីទៅខ្ញុំលើកលើកដើរលើកលោកដោយសារតែឲ្យបើខ្ញុំគាត់ដាក់លោកដាក់អីចឹងណាហើយគាត់ដាក់លោកដាក់អីចឹងអត់ដាក់លោកឲ្យបងប្អូនទាំងគ្នាខ្ញុំគាត់ដាក់លោកឲ្យគាត់ដាក់លោកហើយគាត់ដាក់ជាមួយនឹងមងតិចតួចសម្រាប់ហូបអត់លក់ទេតែគាត់ដាក់លោកគឺគាត់ដាក់យកត្រីលក់គាត់បង្ហឹកជំនាន់ដែលគាត់ដាក់លោកហ្នឹងគឺបានថ្លៃច្រើនណាស់បងប្អូនទាំងគ្នាខ្ញុំទៅលើករហូតគាត់អត់ផៅយើងទេប៉ុន្តែខ្ញុំចូលចិត្តទៅលើកហើយឡាអីហ្នឹងចូលថ្លៃច្រើនណាស់កាលជំនាន់ហ្នឹងគឺចូលថ្លៃច្រើនណាស់បងប្អូនទាំងគ្នាហើយយ៉ាងវិញទៀតកាលជំនាន់មកវឹកគេរស់ស៊ីទិញខ្យងបងប្អូនកាលហ្នឹងខ្យងបានថ្លៃ1គីឡូតែ3000នេះក៏បានថ្លៃដែរមិនដូចឥឡូវ1គីឡូ10000ជាងហើយមានខ្យងហើយខ្ញុំចៅទូកទៅឲ្យបងប្អូនអរគ្នាទៅដើរគេហៅដួសខ្យងកាលហ្នឹងយើងមានសំណាញ់យើងធ្វើសំណាញ់ធ្វើអីទៅយើងដើរដួសខ្យងណាហើយសុបាយបងប្អូនកាលជីវិតនៅកុមារភាពខ្ញុំនឹកឃើញពីជីវិតខ្ញុំឥឡូវហ្នឹងក៏ខ្ញុំសុបាយរីករាយដែរប៉ុន្តែវាអត់មានអតីតកាលដែលសុបាយដូចកាលនៅពីក្មេងកាលពីក្មេងសុបាយផងពិបាកផងគឺឆ្លងកាត់គ្រប់ឧបសគ្គដល់ធំឡើងឧបសគ្គសង្ឃថាវាអត់ច្រើនដូចកាលខ្ញុំនៅពីក្មេងខ្ញុំនិយាយមែនដោយសារតែឥឡូវហ្នឹងយើងមានការកាត់ច្រើនជាងមុនណាយើងប្រើជីវិតឲ្យសុបាយជាងមុន
ហើយមួយវិញទៀតពេលច្រើនគឺខ្ញុំការងារក្រោយហត់គឺខ្ញុំធ្វើបានទាំងអស់មិនថាស៊ីឈ្នួលគេដាំពោតបេះស្ដែកស្ទងស្អើចូលស្អើអីគេខ្ញុំធ្វើទាំងអស់បងប្អូនទាំងគ្នាទោះបីជាតាមពិតទៅឪពុកម្ដាយយើងគាត់អត់ឲ្យយើងធ្វើអត់ឲ្យយើងស៊ីឈ្នួលទេឪពុកម្ដាយយើងមិនមែនអ្នកមានទេគាត់ថាគាត់អត់ដែលឲ្យយើងទៅស៊ីឈ្នួលគេតែយើងនេះគឺទៅឲ្យតែឃើញថាបានលុយយកមករៀនណាបងប្អូនទាំងគ្នាទៅហើយមួយវិញទៀតខ្ញុំនៅផ្ទះម្នាក់ឯងរៀនឯកាបន្តិចកាលពីក្មេងដោយសារតែពុកម្ដាយរបស់ខ្ញុំគឺគាត់ដូចខ្ញុំនិយាយចឹងគឺគាត់នៅចការឆ្ងាយគាត់ធ្វើពោធ្វើសើធ្វើអីនៅចការឆ្ងាយពេលដែលនឹកគាត់ម្ដងគឺខ្ញុំតែងតែដើរទៅលេងគាត់ពេលខ្លះជីកង់ប៉ុន្តែពេលជីកង់បងប្អូនទាំងគ្នាពេលមេឃភ្លៀងមកដីវាឆ្ងាយហើយយើងអត់មានខ្នល់ជាតិទេពិបាកមែនទែនសឹងថាឡើងមកផ្ទះឡើងមករៀនវិញថ្ងៃពេលច្រើនថ្ងៃសៅរ៍ទៅថ្ងៃសៅរ៍ចេញពីរៀនទៅថ្ងៃអាទិត្យពេលល្ងាចខ្ញុំត្រឡប់មកវិញចឹងទៅព្រោះថ្ងៃច័ន្ទយើងត្រូវចូលរៀនខ្ញុំនិយាយពេលកំពុងតែភ្លៀងបងប្អូនទាំងគ្នាសឹងថាលើកកង់លីហត់ជាងយើងដើរទៀតវាមូចូលដីអត់មូចូលក្នុងកម្មកង់យើងសឹងថាពេលខ្លះដើរបដាយើងបដាសឹងថាបោះកង់នឹងចោលបងប្អូនប៉ុន្តែអត់ទេនៅតែតស៊ូដើរមកលើកកង់យកមករៀនពេលខ្លះយកអាឈើទៅឆ្កឹះដីនឹងចេញមកក៏មានដែរហើយមួយវិញទៀតរដូវខ្វៀលគោអីគឺខ្ញុំតែងតែទៅខ្វៀលគោជួយពុកម្ដាយរបស់ខ្ញុំមកពឹកឡើងគឺបោះផ្ទះស្អាតបន្ទាប់ពីយើងបោះផ្ទះបញ្ចេញគោរួចរាល់ហើយយើងគេឲ្យគោគេឲ្យហើយមានតកោហើយទៅផ្លាក់អាទៅរៀនហើយបន្ទាប់ទៀតគឺយើងចេញពីរៀនទៅខ្វៀលគោទៀតហើយមកពីខ្វៀលគោមកញ៉ាំបាយនៅទឹកអីសម្រាប់ធម្មតាយើងកាលពីក្មេងគឺយើងដឹងស្រាប់ហើយគឺយើងលេងល្បែងអីផ្សេងៗបែបកូនក្មេងអតីតកាលសម័យកាលយើងនៅជនបទបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំនឹកឃើញការហ្នឹងគឺខ្ញុំទទួលបានអារម្មណ៍ថារីករាយមែនទែនអស្ចារ្យបងប្អូនស្ទឹងថាសម័យឡើងនេះក្មេងៗឡើងហ្នឹងអត់ឆ្លងកាត់ដូចកាលខ្ញុំពីមុននេះហើយខ្ញុំគិតថាវាគឺជាបទពិសោធន៍គឺជាកម្លាំងចិត្តឲ្យខ្ញុំរឹងមាំមកដល់សប្តាហ៍នេះគឺខ្ញុំនៅតែតស៊ូធ្វើកិច្ចការងារដដែលខ្ញុំអត់រញរាទេ